มแดนជាមួយថៃនៅតែឡើងកម្ដៅខ្លាំងកងទ័ពកម្ពុជាឡើងបើកកិច្ចប្រជុំកម្ពុជាបដិញ្ញាប្រែក្លាយខ្សែបន្ទាត់ព្រំដែនឲ្យទៅជាតំបន់សន្តិភាពនិងការអភិវឌ្ឍដាច់ខាតនៅក្នុងពេលដែលស្ថានភាពសន្តិសុខនិងតុល្យភាពយោធានៅតាមបណ្ដោយព្រំដែនកម្ពុជាថៃកំពុងតែមានការប្រុងប្រយ័ត្នខ្ពស់និងឡើងកម្ដៅខ្លាំងនោះងាកមកមើលព្រំដែនភាគខាងជើងវិញបែរជាបង្ហាញនូវរូបភាពនៃសាមគ្គីភាពនិងស្ថិរភាពយ៉ាងរឹងមាំនៅរសៀលថ្ងៃទី18ខែឧសភាឆ្នាំ2026កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី4នៃគណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជាឡាវនៅក្រុងស្ទឹងត្រែងដោយទទួលបានលទ្ធផលជាផ្លូវការបដិញ្ញារក្សាសន្តិភាពនិងការអភិវឌ្ឍឆ្លើយតបទៅនឹងបច្ចុប្បន្នភាពតំបន់យ៉ាងមុតស្រួចកិច្ចប្រជុំកម្ពុជាយោធាទ្វេភាគីនេះដឹកនាំដោយនាយឧត្តមសេនីយ៍អ៊ិតសារ៉ាត់ភាគីកម្ពុជានិងឧត្តមសេនីយ៍តូវ៉ាន់ថងបុតតវងភាគីឡាវដោយបានឈានទៅដល់ការព្រមព្រៀងលើចំណុចយុទ្ធសាស្ត្រចំនួន3សំខាន់ៗដូចជាទី1បិទដាច់ខាតរាល់ការប៉ះទង្គិចអាវុធនិងការគ្រប់គ្រងដ្រូនតាមព្រំដែនចំណុចក្តៅដែលត្រូវបានលើកយកមកចងជាកិច្ចព្រមព្រៀងដាច់ណាត់គឺការធានាមិនឲ្យមានការប៉ះទង្គិចគ្នាដោយអាវុធនៅតាមខ្សែបន្ទាត់ព្រំដែនឡើយពិសេសជាងនេះទៅទៀតភាគីទាំងពីរបានដាក់វិធានការតឹងរឹងហាម5ការបង្ហោះដ្រូនរំលោភដែនអធិបតេយ្យគ្នាទៅវិញទៅមកជាពិសេសនៅតាមតំបន់ព្រំដែនដែលមិនទាន់បានឯកភាពលើការខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនដើម្បីបង្ការការយល់ច្រឡំជាយុទ្ធសាស្ត្រយោធាទី2បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែននិងល្បិចកលពលគឺញុះញង់បំបាច់បំបាក់កងទ័ពឈរជើងរបស់ប្រទេសទាំងពីរនិងសហការគ្នាជាធ្លុងមួយដើម្បីវាយកំទេចបាត់ល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទរួមមានការជួញដូរគ្រឿងញៀនអាវុធមនុស្សវត្ថុបុរាណការកាប់ឈើខុសច្បាប់និងជាពិសេសគឺបាត់ល្មើសឆបោកតាមប្រព័ន្ធព័ត៌មានវិទ្យាទន្ទឹមនឹងនេះកងទ័ពទាំងពីរនឹងរួមគ្នាទប់ស្កាត់រាល់ការឃោសនាព័ត៌មានคล้ายៗពីពួកអមិត្តដែលមានបំណងញុះញង់បង្កើតហិង្សាបំបែកបំបាក់មិត្តភាពកម្ពុជាឡាវទី3យន្តការយោធាថ្នាក់តំបន់បង្កើតខែសន្តិភាពរងើកភ្លើងឆេះត្រង់ណាពន្លត់ត្រង់នោះភាគីទាំងពីរបានបង្កើតប្រព័ន្ធទំនាក់ទំនងផ្ទាល់ដោយតម្រូវឲ្យមានកិច្ចប្រជុំផ្លាស់ប្ដូរវេនគ្នាមួយឆ្នាំម្ដងក្នុងកម្រិតកងពលតូចនិងតំបន់ប្រតិបត្តិការសឹករោងខេត្តជាប់ព្រំដែនពលគឺខេត្តព្រះវិហារស្ទឹងត្រែងរតនគិរីជួបជាមួយចម្ប៉ាស័កនិងអត្តពើកោកាស្នូគឺបើមានហេតុការណ៍កើតឡើងនៅតំបន់ណាមួយត្រូវសម្រាប់សម្រួលដោះស្រាយដោយសន្តិវិធីនៅតំបន់នោះភ្លាមមិនបណ្ដោយឲ្យរីករាលដាលជាចំនួនធំនោះឡើយសូមបញ្ជាក់ថាកិច្ចប្រជុំកម្ពុជាឡាវនាពាក់កណ្ដាលខែឧសភាឆ្នាំ2026នេះគឺជាដង្ហើមដកយ៉ាងធូរស្រាលមួយសម្រាប់សន្តិសុខជាតិកម្ពុជាក្នុងស្ថានភាពដែលកម្ពុជាកំពុងប្រឈមមុខនឹងសម្ពាធនិងការឡើងកម្ដៅផ្នែកព្រំដែនជាមួយភាគីថៃការរក្សាបាននៅក្នុងបង្អែកព្រំដែនដ៏មានសន្តិភាពនិងមិត្តភាពរឹងមាំជាមួយប្រទេសឡាវគឺជាយុទ្ធសាស្ត្រការទូតយោធាដ៏វៃឆ្លាតបំផុតវាបានជួយកម្ពុជាកាត់បន្ថយការព្រួយបារម្ភលើសមរភូមិភាគខាងជើងហើយអាចបង្វែរស្មារតីនិងកម្លាំងកងទ័ពទៅពង្រឹងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីនៅតំបន់ដែលមានហានិភ័យខ្ពស់បានយ៉ាងមានប្រសិទ្ធភាពបំផុត